សូមជម្រាបសួរប្រិយមិត្តអ្នកសិក្សាស្រាវជ្រាវទាំងអស់ជាទីរាប់អានដោយសារតែនិន្នាការនៃសម្ភារៈនិយមបូកផ្សំជាមួយនឹងបញ្ហាក្រីក្របុគ្គលខ្លះគាត់លក់តាំងពីទ្រព្យសម្បត្តិហើយលក់តាំងពីសរីរាង្គរបស់ខ្លួនហើយនៅក្នុងដំណើរការលក់នោះវាពាក់ព័ន្ធជាមួយនឹងការចូលរួមរបស់គ្រូពេទ្យផងដែរជួនកាលគ្រូពេទ្យដែលចូលរួមគាត់ធ្វើខុសបច្ចេកទេសបដូរសរីរាង្គគេទៅធ្វើឲ្យអ្នកដែលបរិច្ចាគសរីរាង្គអាចស្លាប់ក៏មានហើយនៅក្នុងដំណើរការនេះផងដែរក៏មានអ្នកចូលរួមដើម្បីទាញបានប្រយោជន៍ពីបប្រតិបត្តិការនៃការផ្សំកោសិកាឬក៏បដូរសរីរាង្គនឹងដើម្បីឆ្លើយតបទៅលើបញ្ហានេះហើយបានជាកម្ពុជាយើងនៅឆ្នាំ2016នឹងបានធ្វើច្បាប់មួយដែលមានចំណងជើងថាច្បាប់គ្រប់គ្រងលើការបរិច្ចាគការផ្សំកោសិកាជាលិកានិងសរីរាង្គមនុស្សហើយនៅថ្ងៃនេះខ្ញុំមានកិត្តិយសសូមធ្វើការសង្ខេបនៅខ្លឹមសារច្បាប់នេះជាសង្ខេបជូនមិត្តអ្នកសិក្សាស្រាវជ្រាវទាំងអស់ឲ្យយល់ពីខ្លឹមសារច្បាប់ទី1ច្បាប់នេះគឺមានគោលបំណងដើម្បីធានានៅតម្លាភាពហើយនិងសុវត្ថិភាពពាក់ព័ន្ធជាមួយនឹងការផ្សំការបដូរសរីរាង្គហើយបើយើងនិយាយពីសមត្ថកិច្ចគឺក្រសួងសុខាភិបាលគាត់មានសមត្ថកិច្ចនៅក្នុងការផ្ដល់អាជ្ញាប័ណ្ណចំពោះមន្ទីរពេទ្យដែលធ្វើបប្រតិបត្តិការបដូរឬក៏ផ្សំកោសិកាឬជាលិកាសរីរាង្គនៅក្រោមក្រសួងសុខាភិបាលគឺមានគណៈកម្មការមួយដែលទទួលបន្ទុកមើលកិច្ចការងារនេះហើយនៅតាមមន្ទីរពេទ្យក៏មានគណៈកម្មការមួយផងដែរដើម្បីត្រួតពិនិត្យពីរឿងត្រួតពិនិត្យពីរឿងការងារសម្រាប់ផ្សំកោសិកានឹងខ្ញុំសូមអនុញ្ញាតផងដែរបញ្យល់ពាក្យមួយចំនួនដែលជាពាក្យគន្លឹះគឺមានពាក្យកោសិកាមានពាក្យជីលិកាមានពាក្យសរីរាង្គមានសារពាង្គកាយតាមមាត្រាទី4នេះគឺថាកោសិកាគឺជាសារធាតុតូចបាទបណ្ដុំផ្លាយទៅជាជីលិកាហើយជីលិកាបង្កើតជាសរីរាង្គហើយសរីរាង្គបង្កើតជាសារពាង្គកាយមនុស្សឥឡូវយើងចូលដល់ពីរឿងដំណើរការនៃការធ្វើការបរិច្ចាគនិងការទទួលគោលការណ៍នៃការទទួលការផ្ដល់ហ្នឹងគឺផ្អែកទៅតាមគោលការណ៍មនុស្សធម៌មានថាជួយជីវិតមនុស្សផ្អែកទៅលើការស្ម័គ្រចិត្តសុវត្ថិភាពរវាងភាគីទាំងពីរហើយនឹងការរក្សាការសម្ងាត់របស់អ្នកផ្ដល់ហើយនឹងអ្នកទទួលបាទហើយលក្ខខណ្ឌដែលអាចអ្នកផ្ដល់បានផ្ដល់សរីរាង្គជូននេះគឺថាតើតើគាត់មានអាយុ8-10ឆ្នាំឡើងហើយគឺមនុស្សវិកលចរិតមិនអាចคล้ายជាអ្នកផ្ដល់នៅសរីរាង្គបានទេបរិច្ចាគសរីរាង្គបានទេទោះបីជាអាណាព្យាបាលឯកភាពក៏ដោយហើយដើម្បីធ្វើការផ្លាស់ប្ដូរសរីរាង្គបាននេះត្រូវតែមានកិច្ចព្រមព្រៀងជាលិលាអក្សរបាទគឺទាមទារដាច់ខាតឲ្យមានកិច្ចព្រមព្រៀងជាលិលាអក្សរទាំងភាគីទទួលហើយនឹងភាគីបរិច្ចាគនេះគាត់មានសិទ្ធិទទួលបាននៃការថែទាំសុខភាពមុនក្នុងកំឡុងហើយនឹងក្រោយពីបប្រតិបត្តិការបដូរសរីរាង្គនឹងបាទចឹងហើយថវិកានឹងគឺជាថវិកាចំណាយរបស់មន្ទីរពេទ្យដែលទទួលបន្ទុកធ្វើកិច្ចការនេះហើយករណីដែលមិនមានកិច្ចព្រមព្រៀងជាមុនទេអញ្ចឹងបុគ្គលដែលចង់ទទួលសរីរាង្គពីការបរិច្ចាគនេះទាល់តែចុះឈ្មោះនៅក្នុងបញ្ជីរងចាំបាទហើយបែបបទទទួលឬក៏បញ្ជីរងចាំនេះត្រូវធ្វើឡើងនៅក្នុងប្រកាសរបស់ក្រសួងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបាទខ្ញុំត្រឡប់មករឿងបញ្ហាទោសទណ្ឌវិញនៅក្នុងច្បាប់នេះគឺថាដាក់ទោសទណ្ឌទាំងរូបវន្តបុគ្គលផងនីតិបុគ្គលផងដែលអាចបំពាននៅមាត្រាមួយចំនួនពាក់ព័ន្ធឧទាហរណ៍ថាធ្វើបប្រតិបត្តិការបដូរសរីរាង្គនឹងដែលគ្មានការអនុញ្ញាតឬក៏យកសរីរាង្គនឹងពីមនុស្សវិកលចរិតដែលផ្ទុយនឹងការហាមឃាត់ហើយគ្មានកិច្ចព្រមព្រៀងជាលិខិតអក្សរឬក៏លួងលោមផ្ដាល់ជាលុយកាក់ដើម្បីឲ្យអ្នកនឹងផ្ដាល់សរីរាង្គហើយ
មួយទៀតគឺថាមានទោសទណ្ឌចំពោះការធ្វើអាជីវកម្មបានន័យថាផ្លាស់ប្ដូរសរីរាង្គដើម្បីបានចំណូលបានជីវកម្មហើយគេហាមផងដែរមិនឲ្យធ្វើការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធទៅនឹងការបដូរសរីរាង្គទេទោសនឹងមានទោសពិន័យផងហើយបុគ្គលមានទោសដាក់ពន្ធនាគារហើយតាមច្បាប់គឺថាពិន័យសម្រាប់រូបវ័ន្តបុគ្គលដែលធ្វើខុសនឹងទង្វើហាមឃាត់ដែលខ្ញុំនិយាយមិញហ្នឹងគឺមានទឹកប្រាក់តិចជាងចំពោះវិន័យទៅដល់រូបវ័ន្តបុគ្គលនីតិបុគ្គលសំទោសឧទាហរណ៍បើមានទៅបង់ពិន័យសម្រាប់រូបវ័ន្តបុគ្គលគឺបង់ពី2លានទៅ6លានក្នុងមាត្រាទី20ប៉ុន្តែបើនីតិបុគ្គលគាត់ធ្វើកំហុសខុសឆ្គងបំពានច្បាប់គឺតាមមាត្រា20នេះមាត្រាទី30បើគាត់នឹងផ្ដល់ក្រុមហ៊ុននឹងផ្ដល់ទទួលរងពិន័យពី10លានទៅ50លានហើយចំពោះទោសពន្ធនាគារគឺបានឲ្យដាក់គុកគឺយូរឬក៏ឆាប់វាអាស្រ័យទៅលើផលវិបាកនៃអំពើហើយបើសិនជាការផ្លាស់ប្ដូរសរីរាង្គនាំឲ្យមានមនុស្សស្លាប់ឬក៏ពិការភាពជាអចិន្ត្រៃយ៍អញ្ចឹងអាចមានទោសពន្ធនាគារពី10ទៅ20ឆ្នាំបាទនឹងមាត្រាទី21ចែងខ្ញុំសូមធ្វើការកត់សម្គាល់បន្តិចច្បាប់នេះគឺចែងអំពីសិទ្ធិរបស់អ្នកផ្ដល់និងសិទ្ធិរបស់អ្នកទទួលសរីរាង្គដូចជាសិទ្ធិទទួលបានការថែទាំសុខភាពមុនអំឡុងពេលហើយនិងក្រោយការបប្រតិបត្តិការបដូរសរីរាង្គនឹងហើយដូចគ្នានេះដែរអ្នកប្រកបរបរវិជ្ជាជីវៈដែលសម្ដៅជាសំខាន់ទៅលើវិជ្ជបណ្ឌិតឬគ្រូពេទ្យនេះក្នុងវិស័យនេះក៏ត្រូវមានករណីកិច្ចនឹងទូខុសត្រូវដែរអញ្ចឹងប្រសិនបើការប្រព្រឹត្តណាមួយខុសបច្ចេកទេសវិទ្យាសាស្ត្រដូចជាភាសាអង់គ្លេសហៅថា medical malpractice អញ្ចឹងគឺនីតិបុគ្គលនឹងអាចទទួលខុសត្រូវសងសំណងរដ្ឋបាលនេះតាមការទទួលខុសត្រូវការកិច្ចសន្យាបាទភាសាអង់គ្លេសហៅ tort ឬក៏តាមទទួលខុសត្រូវព្រមប្រទានដែលមានជាការដាក់ពន្ធនាគារជាដើមអាស្រ័យហេតុនេះវាជាការសំខាន់ណាស់ដែលទាំងរូបវ័ន្តបុគ្គលទាំងនីតិបុគ្គលត្រូវដឹងអំពីច្បាប់នេះមានហើយព្រោះច្បាប់នេះវាពាក់ព័ន្ធជីវភាពប្រចាំថ្ងៃរបស់យើងផងដែរអញ្ចឹងពាក់ព័ន្ធនឹងការផ្លាស់ប្ដូរកលៀនពាក់ព័ន្ធនឹងការបរិច្ចាគហើយបើសិនយើងដឹងយើងអាចមានដឹងពីសិទ្ធិយើងអាចទាមទារសិទ្ធិហើយយើងអាចបង្ការនៅការខុសឆ្គងមួយចំនួនហើយជាពិសេសសម្រាប់នីតិបុគ្គលប្រសិនបើបំពានច្បាប់នេះនាំឲ្យមានទោសបន្ថែមដូចជាការពមៀនការដកអាជ្ញាប័ណ្ណហើយបើធ្ងន់ធ្ងរជាងនេះទេអាចរំលាយនីតិបុគ្គលនឹងហើយបើការរំលាយនីតិបុគ្គលមែនធ្វើឲ្យជំនួយនៅអាជីវកម្មនឹងមានការខាត់ធ្ងន់ធ្ងរណាស់អញ្ចឹងហើយបានសំខាន់ណាស់ដែលយើងត្រូវដឹងអំពីច្បាប់ហើយដឹងដើម្បីការពារប្រយោជន៍យើងដឹងដើម្បីបង្ការកុំឲ្យយើងធ្វើអំពើខុសហើយយើងអាចបញ្ជៀសនៅហានិភ័យទាំងឡាយដែលបង្កឡើងហើយធ្វើឲ្យយើងខាតប្រយោជន៍បាទអញ្ចឹងខ្ញុំសូមអរគុណហើយដោយសពដងខ្លឹមសារសង្ខេបទាំងនេះហើយនឹងច្បាប់ទាំងស្រុងខ្ញុំនឹងដាក់នៅក្នុងគេហទំព័រដែលខ្ញុំបានបង្ហាញជូនក្នុងវីដេអូនេះអញ្ចឹងសូមអរគុណចំពោះអ្នកសិក្សាស្រាវជ្រាវដែលបានស្ដាប់វីដេអូនេះហើយខ្ញុំសូមជូនពរឲ្យអ្នកសិក្សាស្រាវជ្រាវបងប្អូនជនជាតិទាំងអស់បានសេចក្តីសុខបាទសូមជម្រាបលាសូមអរគុណ